Well ត្រឡប់មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីម្ដងទៀតនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបប្រើ ChatGPT នឹង generate រូបភាពរបស់យើងធម្មតាคล้ายទៅជារូបភាពបែបនេះដែលបងប្អូនចង់បានអីបងប្អូនអាចទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ទៅបងប្អូនអាចធ្វើការយកទៅធ្វើការ generate ចេញជារូបភាពបែបនេះដូចខ្ញុំបានហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅធ្វើទាំងអស់គ្នាអញ្ចឹងជាដំបូងឡើយបងប្អូនបើមិនទាន់មាន ChatGPT ទេបងប្អូនចូលទៅ download ChatGPT មកចូលនៅក្នុង Play Store ក៏បានឬមួយក៏ App Store ក៏បានដែរតែដោយសារតែខ្ញុំអត់បាន download ទេអញ្ចឹងខ្ញុំសូមចូលនៅក្នុង browser ណាមួយមកអញ្ចឹងខ្ញុំចូលនៅក្នុង Safari បន្តមកទៀតខ្ញុំចូលនៅក្នុងសញ្ញាបូកខាងក្រោមនេះកន្លែងនេះដែរសូមបញ្ជាក់បងប្អូនបន្តិចបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់បាន sign in ជាមួយ email ទេបងប្អូនធ្វើការ sign in ជាមួយ email រួចសិនទៅអញ្ចឹងនៅពេលដែល sign in រួចគឺវានឹងចេញជាទម្រង់បែបនេះហើយអញ្ចឹងខ្ញុំចូលសញ្ញាបូកនៅខាងក្រោមហើយខ្ញុំយកពាក្យថា photo ហើយខ្ញុំយកពាក្យថា photo library អញ្ចឹងខ្ញុំរើសរូបភាពមកខ្ញុំមួយហើយខ្ញុំចុច add តមកទៀតខ្ញុំធ្វើការ save from prompt ដាក់នៅក្នុងខាងក្រោមនេះដោយសារតែខ្ញុំបានទៅ save ហើយអញ្ចឹងខ្ញុំគ្រាន់តែធ្វើការផាសចូលតែម្ដងអញ្ចឹងនេះគឺជា prompt អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់បាន prompt នេះយកទៅធ្វើ generate រូបភាពបែបនេះអីបងប្អូនអាចចូលទៅ copy បានខ្ញុំនឹងដាក់នៅក្រោមវីដេអូរបស់ខ្ញុំនៅក្នុង channel YouTube ដែលមានឈ្មោះថា YCE Explain អញ្ចឹងនៅពេលដែលយើងផ្ញើចូលទៅយើងរងចាំបន្តិចទៅ ChatGPT គឺវានឹងធ្វើការ generate រូបភាពនឹងមកឲ្យយើងហើយអញ្ចឹងបងប្អូនរងចាំបន្តិចសិនទៅគឺវានឹងចេញមកឥឡូវហើយនៅត្រង់កន្លែងនេះគឺរៀងយូរដែរបងប្អូនព្រោះដោយសារតែវាកំពុងតែធ្វើការរៀបចំឲ្យយើងឲ្យរូបភាពនេះចេញមកគឺមើលទៅស្អាតដែលយើងអាចធ្វើការទទួលយកបានអញ្ចឹងណាអញ្ចឹងយើងចាំដូចជាមិនសូវយូរប្រហែលទេបងប្អូនដូចជាមិនដល់1នាទីទេគឺវានឹងធ្វើការឲ្យយើងហើយចឹងយើងចាំមើលថាតើលទ្ធផលចេញមកហ្នឹងគឺបានរូបភាពបែបម៉េចបងប្អូនទាំងអស់គ្នានេះបងប្អូនទាំងអស់គ្នាលទ្ធផលគឺបានចេញមកហើយនេះបងប្អូនទាំងអស់គ្នាឃើញអត់គឺបានរូបភាពបែបនេះអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើការ download រូបភាពហ្នឹងបងប្អូនគ្រាន់តែធ្វើការសកត់ទៅលើរូបភាពហ្នឹងមកសកត់ឲ្យជាប់បងប្អូនយកពាក្យថា save to photo ទៅរូបភាពហ្នឹងគឺវានឹងចូលនៅក្នុង photo នៅក្នុងទូរស័ព្ទដៃរបស់បងប្អូនហើយនេះបងប្អូនអរគុណរូបភាពដែលខ្ញុំបាន generate មិញនេះគឺជារូបភាពរបស់ខ្ញុំ